ទាំងអស់គ្នាថ្ងៃនេះអាត់មីននឹងនាំអ្នកទាំងអស់គ្នាមកទស្សនាសាច់រឿងនៃម៉ាន់ថ្វាថ្មីមួយដ៏ជក់ចិត្តដិតអារម្មណ៍តោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងតែម្ដងនៅក្នុងឈុតដំបូងនេះបរិសម្នាក់កំពុងតែដើរតាមផ្លូវតែម្នាក់ឯងស្រាប់តែមានបរិសពីរនាក់ដែលកំពុងអង្គុយនៅក្បែរនោះបានសម្លឹងមើលទៅគេរួចក៏និយាយឌឺដងទៅកាន់គេថាណែអាបងស្អីគេហ្នឹងឯងដើរមិនមើលផ្លូវធ្វើឲ្យប្រឡាក់ស្បែកជើងរបស់បងអស់ហើយប៉ុន្តែបរិសដែលដើរម្នាក់ឯងនោះមិនបានខ្លាចញញើតឡើយគេក៏និយាយបកទៅវិញថាណែបើទំនេរណាទៅរកការងារអីធ្វើទៅពេលឮបែបនេះបរិសពីរនាក់នោះក៏សើចចំអករួចនិយាយបន្តថាហាហាឯងនេះពិតជាមនុស្សចម្លែកមែនបន្ទាប់មកពួកយើងក៏បានស្ដាប់ការរៀបរាប់ពីបរិសដែលដើរតែម្នាក់ឯងនោះគេបានប្រាប់យើងថាតំបន់បន្ទប់ជួលមួយនេះតែងតែមានភាពអ៊ូអរនិងកខ្វក់ជានិច្ចហើយនេះគឺជាផ្ទះរបស់ខ្ញុំវាជាបន្ទប់ជួលតូចមួយនៅលើដំបូលដែលមានទំហំប្រហែល 16.7 ម៉ែត្រការ៉េប៉ុណ្ណោះគេបានណែនាំខ្លួនថាខ្ញុំឈ្មោះបងជួយយកអាយុ25ឆ្នាំបច្ចុប្បន្នខ្ញុំគ្មានការងារធ្វើជាដុំកំភួននោះទេប៉ុន្តែលក្ខណៈសម្គាល់របស់ខ្ញុំគឺត្រូវធ្វើការងារក្រៅម៉ោងរហូតដល់ទៅ3កន្លែងក្នុងនោះរួមមានធ្វើជាអ្នកគិតលុយនៅហាងទំនិញជាអ្នករត់តុនៅហាងសាច់អាំងនិងជាកម្មករប្រចាំថ្ងៃជួយយកបានរៀបរាប់ទាំងក្រៀមក្រំថាវាមានហេតុផលសាមញ្ញមួយដែលធ្វើឲ្យខ្ញុំមិនអាចសន្សំប្រាក់បានសូម្បីតែខំធ្វើការរហូតដល់ទៅ3កន្លែងក៏ដោយនោះគឺដោយសារតែបំណុលតែទោះបីជាត្រូវរស់នៅក្នុងជីវិតដ៏វេទនាយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវតែស៊ូទ្រាំដើម្បីសងបំណុលទាំងនោះឲ្យអស់ដែរខ្ញុំគ្មានជំនាញពិសេសអ្វីទាល់តែសោះដោយសារតែអ្វីដែលខ្ញុំមានគឺត្រឹមតែរាងកាយដ៏រឹងមាំមួយប៉ុណ្ណោះហេតុនេះហើយទើបជីវិតខ្ញុំគ្មានអនាគតដ៏ភ្លឺស្វាងសម្រាប់រងចាំនៅខាងមុខនេះជាជីវិតរបស់អ្នកចាញ់ដ៏គួរអាណិតដែលមានឈ្មោះថាបងជូយកខណៈពេលដែលជូយកកំពុងតែអង្គុយញ៉ាំមីកញ្ចប់យ៉ាងកំសត់ស្រាប់តែមានផ្ទាំងព័ត៌មានអ្វីម្យ៉ាងលេចឡើងនៅពីមុខរបស់គាត់នោះគឺជាផ្ទាំង system ដោយវាបានប្រាប់គាត់ថានៅពេលនេះគេបានខ្លាចជាអ្នក awaken ហើយព្រឹត្តិការណ៍នេះបានធ្វើឲ្យជូយកមានការភ្ញាក់ផ្អើលជាខ្លាំងរហូតដល់ថ្នាក់ភ្លេចខ្លួនថាមីដែលគេកំពុងតែញ៉ាំនោះគឺវាកំពុងតែខាប់ក្តៅខ្លាំងទើបបណ្ដាលឲ្យរលាកមាត់របស់គេតែម្ដងបន្ទាប់ពីដឹងខ្លួនជូយកក៏បានព្យាយាមពិនិត្យមើលវាដោយសម្លឹងមើលហើយមើលទៀតញីភ្នែកមើលម្ដងជាពីរដងដើម្បីឲ្យប្រកាសថាផ្ទាំងដែលនៅពីមុខគេនោះគឺជាអ្វីឲ្យប្រកាសដោយឡែកតួប្រុសរបស់យើងបានគិតក្នុងចិត្តរួចបន្តរៀបរាប់ថាពាក្យថា awaken មនុស្សមួយចំនួនតែងតែហៅវាថាជាពរជ័យវាជាឱកាសដ៏អស្ចារ្យដូចជាការត្រូវឆ្នោតរង្វាន់ធំដែលអាចកែប្រែជីវិតរបស់យើងបាននិយាយទៅវាជាសំណាងដ៏កម្រជាងការត្រូវឆ្នោតទៅទៀតប៉ុន្តែបញ្ហាសំខាន់នោះគឺអ្នកត្រូវតែមានជីវិតរស់នៅដើម្បីរីករាយនឹងវាព្រោះថាការចូលទៅក្នុងប្រាសាទបុរាណឬហៅថា Black Tower គឺមានគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងនោះអ្នកអាចនឹងត្រូវសាទចម្លែកហែកសាច់ជាបំណែកឬត្រូវកកងាប់និងឆេះស្លាប់ដោយសារតែបរិស្ថានដ៏ធ្ងន់ធ្ងរជួនកាលអាចស្លាប់ដោយសារត្រូវថ្នាំពុលឬត្រូវជន់កិនដោយអន្ទាក់ព្រានជាដើមជឿយកបានរំលឹកខ្លួនឯងថាត្រូវចងចាំចំណុចនេះឲ្យច្បាស់ត្រូវជៀសវាងការប្រឈមមុខទាំងអស់ទោះជាមានរឿងអ្វីកើតឡើងក៏ដោយខ្ញុំត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់មែនហើយខ្ញុំគឺជាអ្នកចាញ់និងជាមនុស្សកំសាកម្នាក់ហើយខ្ញុំក៏បានរស់នៅពេញមួយជីវិតរបស់ខ្ញុំបែបហ្នឹងដែរប៉ុន្តែឥឡូវនេះខ្ញុំបានជាបាន awaken ទៅវិញជួយយកក៏គិតឡើងវិញថាឈប់សិនតើការ awaken នេះជារឿងពិតមែនដែរឬទេប្រហែលជាមកពីខ្ញុំហត់នឿយខ្លាំងពេកទើបធ្វើឲ្យភ្នែកស្វាងមើលឃើញវង្វេងស្មារតីបែបនេះហើយអរណាគ្មានការសង្ស័យភ្លាមជួយយកក៏ចង់សាកល្បងប្រើប្រាស់សមត្ថភាពរបស់ខ្លួនមើលដើម្បីធ្វើការតេស្តឲ្យដឹងសុខខ្មៅដោយគេបានបញ្ជាឲ្យបើក status Windows ឡើងមករំពេចនោះ system ក៏បានបង្ហាញសារថាឈ្មោះបងជួយយកការចូលរួម Black Tower Level 1 លក្ខណៈពិសេសឬហៅថា Trade គឺការហៅសត្វឬមនុស្សមកប្រើប្រាស់ឬហៅថា Summon ដោយការហៅដំណើរគ្នាបានចំនួន1ចំណែកឯកាតាឡុកគឺនៅទៅទេស្អាតឯជំនាញលក្ខណៈពិសេសមានដូចជាហៅតាមជំរើសឬ Designated Summon ហៅដោយប្រមាត់ឬ Random Summon និងជំនាញលុបការហៅឬ Unsummon ចំពោះជំនាញទូទៅមានចូលប្រាសាទបុរាណនិងសារពើភ័ណ្ឌប្រចាំប្រាសាទបុរាណពេលឃើញបែបនេះជួយយកក៏លន់មាត់ថាវាជារឿងពិតមែនខ្ញុំមិនមែនកំពុងយល់សប្តិឡើយប៉ុន្តែលក្ខណៈពិសេសរបស់ខ្ញុំគឺការសាមញ្ញទៅវិញទេអីជួយយកបានរៀបរាប់បញ្យល់បន្តថាជាទូទៅអ្នកដែលបាន awaken នឹងត្រូវទទួលបានសមត្ថភាពមួយដែលគេហៅថា trade លក្ខណៈពិសេសទាំងនោះមានច្រើនទម្រង់ណាស់ដូចជាវិជ្ជាដាវវិជ្ជាលំពែងវិជ្ជាខែលវិជ្ជាបាញ់ធ្នូក្បាច់គុណការធ្វើឲ្យខ្លួនធំការកាប់ការសាមញ្ញនិងការព្យាបាលជាដើមក្នុងនោះព្រលឹងសត្វចិញ្ចឹមវេទមន្ត Golem និងសត្វចម្លែកបិសាចគឺជាឧទាហរណ៍ខ្លះៗនៃការហៅកម្រិតខ្ពស់សមត្ថភាពសាមញ្ញនេះគឺអនុញ្ញាតឲ្យអ្នកហៅប្រើប្រាស់ប្រភេទសត្វឬសភាវៈជាក់លាក់ណាមួយដែលបានកំណត់ពេលនោះជួយយកក៏ចាប់ផ្ដើមឆ្ងល់ពីសមត្ថភាពខ្លួនឯងរួចគិតថាចុះតើខ្ញុំជាអ្នកហៅប្រភេទណាទៅវិញទេដើម្បីដោះស្រាយចម្ងល់នេះបងជួយយកក៏បានចាប់ផ្ដើមសាកល្បងបើកប្រើប្រាស់ជំនាញរបស់ខ្លួនភ្លាមប៉ុន្តែផ្ទាំងបង្ហាញហាក់ដូចជាមិនមានអ្វីកើតឡើងទាល់តែសោះទស្សនវិជ្ជាបែបនេះបានធ្វើឲ្យតួប្រុសរបស់យើងមានការងឿងឆ្ងល់និងទាត់តម្រិះជាខ្លាំងជួយយកក៏នឹកឃើញរួចនិយាយថាខ្ញុំគួរតែសាកល្បងប្រើជំនាញឥឡូវនេះបន្ទាប់ពីបាន awaken អូត្រូវហើយខ្ញុំភ្លេចភ្នែកទៅថាជំនាញទាំងនេះវាមិនដំណើរការនៅខាងក្រៅប្រាសាទបុរាណនោះទេតាមពិតទៅសមត្ថភាពរបស់អ្នកលេងរួមទាំងជំនាញរបស់ពួកគេគឺមានប្រសិទ្ធភាព
តែនៅខាងក្នុងប្រាសាទបុរាណប៉ុណ្ណោះពួកវាមិនអាចដំណើរការនៅខាងក្រៅបានឡើយក្រៅពីអាចពិនិត្យមើលផ្ទាំងស្ថានភាពរបស់ពួកគេនៅខាងក្រៅប្រាសាទបុរាណបានអ្នកលេងគឺមិនខុសពីមនុស្សធម្មតានោះទេជួយយកកសោយចំអកឲ្យខ្លួនឯងរួចនិយាយថានោះជាចំណេះដឹងទូទៅសោះខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងល្ងងចឹងគ្មានផ្លូវដែលជំនាញនឹងដំណើរការនៅខាងក្រៅប្រាសាទបុរាណបានឡើយស្រាប់តែនៅពេលនោះអ្វីដែលមិននឹកស្មានដល់បានកើតឡើង System បានប្រកាសអាសន្នថាអ្នកបានដំណើរការជំនាញហៅដោយប្រមាថឬ random summon ហើយជួយយកស្លុតចិត្តជាខ្លាំងរួចលាន់មាត់ថាស្អីគេហ្នឹងភ្លាមនោះមានធម្មពលដ៏ខ្លាំងក្លាមួយបានជះពន្លឺចេញមកនៅចំពោះមុខរបស់បងជូជុកហើយពន្លឺធម្មពលនោះក៏បានបង្កើតជាសភាវៈអ្វីមួយដែលគេបានកោះហៅមកលេចរូបរាងឡើងចំពីមុខគេតែម្ដងជប់ភ័យផងភ្ញាក់ផ្អើលផងរួចនិយាយទាំងរដាក់រដប់ថាស្អីគេហ្នឹងហេតុអ្វីបានជាវាដំណើរការទៅរួចចាំតើអ្នកឯងជាមនុស្សមែនទេបរិះដែលត្រូវគេហៅមនុស្សក៏បានឆ្លើយតបវិញយ៉ាងលឿនថាបាទខ្ញុំជាមនុស្សគឺខ្ញុំនឹងហើយជាង្គង់ស្មារតីអស់រួចគិតក្នុងចិត្តថាតើនេះជាស្អីទៅវិញខ្ញុំមិនទាន់បានចូលទៅខាងក្នុងប្រាសាទបុរាណផងតើខ្ញុំអាចហៅគាត់មកបានដោយរបៀបណាហើយអ្វីដែលរឹតតែពិសេសនោះខ្ញុំមិនបានហៅព្រលឹងធម្មតាឬក៏ឡែមទេប៉ុន្តែបែរជាហៅបានមនុស្សលោកទៅវិញមួយសន្ទុះក្រោយមកបរិះដែលទើបតែមកដល់នោះក៏បានហិត